មកអ្នកទាំងអស់គ្នាចង់ចាក់បូមែនអត់ចង់សេវលុយចំណេញការទិញបូឥឡូវយើងបើមានជក់មានពុំស៊ីលីកូននេះណាយើងអាចយកមកធ្វើជាបូបានហើយសម្រាប់បូយកមានតែការប្រើច្រើនប្រើតែជែលខ្លងជាមួយនឹងពណ៌អញ្ចឹងសម្រាប់យើងមានជែលខ្លងនេះមួយខ្លងគឺយើងដួសជែលនឹងមកហើយសម្រាប់ពណ៌យើងចង់ឆ្លាញ់ពណ៌អីក៏បានដែរសំខាន់ពណ៌ជែលដែលយើងមានហ្នឹងយើងយកមកលាយដូចថាយើងចង់បានពណ៌អីយើងចូលជែលពណ៌ហ្នឹងយកមកលាយជាមួយនឹងជែលនឹងមកអញ្ចឹងសម្រាប់ជែលនេះគឺយើងដាក់មកបរិមាណល្មមជាមួយនឹងបូយើងយកមកលាយយើងយកមកចាក់អញ្ចឹងដំបូងយើងគ្រាន់កូរពណ៌ពីរនឹងចូលគ្នាមកណាកូរឲ្យសព្វឲ្យស្អាតឲ្យស្មើសាច់ឲ្យរលោងស្ងួតស្អាតហើយអស់បាទយើងចាប់ផ្ដើមយកស៊ីលីកូយកមកចាក់ហើយសម្រាប់ស៊ីលីកូគឺយើងយកមកចាក់នៅលើពុំណាដែលយើងស្រឡាញ់អញ្ចឹងណាយើងមានរូបភាពអីយើងចាក់បានរូបភាពនៅអញ្ចឹងណាសម្រាប់ស៊ីលីកូហ្នឹងអញ្ចឹងយើងយកមកចាក់មកយកពិបាកទេព្រោះដោយសារដៃមួយចំហៀងហើយថតមួយចំហៀងណាដល់ពេលអញ្ចឹងយើងអាចចាក់ទៅតាមពុំហ្នឹងហើយចាក់កុំឲ្យហៀណាបងប្អូនយើងចាក់តិចទៅតាមពុំហ្នឹងមកយើងចាក់ឲ្យសព្វសាច់ស្អាតហើយយើងចាប់ផ្ដើមផ្ងាវាមើលតើវាសពល្អនៅបើមើលទៅវាចន្លោះតណាយើងត្រូវដាក់ថែមដើម្បីកុំឲ្យវាចន្លោះរួចមកយើងគ្រាន់តែអាំង60នាទីយើងចេញពីម៉ាស៊ីនមកយើងគោះបានប្រើសម្រាប់ពេលដែលយើងទិនេយើងអាចចាក់ទុកបានសម្រាប់មួយមកយើងអាចមានពុក